ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកចែករំលែកស្ងោសណ្តែកជប៉ុនឲ្យជប់ឆ្ងាញ់អត់ឲ្យរលួយអញ្ចឹងណារដងស្ងោដែលបានឆ្ងាញ់ព្រោះភ័យពេករលួយពេកអញ្ចឹងណាបងប្អូនអានេះតិចនិចមីងរបស់ខ្ញុំប្រាប់អញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំต้องដាំទឹកឲ្យពុះហើយបានខ្ញុំចាក់សណ្តែកជប៉ុនចូលចាចាក់សណ្តែកជប៉ុនចូលហ្នឹងគឺបងប្អូនស្ងោតែ5នាទីទៅ7នាទីបានហើយនេះបងប្អូនមើលខ្ញុំបង្ហាញបងប្អូនអញ្ចឹងណាចាអាលីគ្រប់7នាទីខ្ញុំក៏ស្រង់ចេញដាក់កាតុនចាបងប្អូនកន្លែងហ្នឹងខ្ញុំភ្លេចប្រាប់ស្ងោហ្នឹងគឺដាក់ទឹកលិចធម្មតាចា7នាទីទៅបងប្អូនចាំស្រង់ដាក់កាតុនដូចខ្ញុំមកហើយបងប្អូនយកទៅក្លុកជាមួយអំបិលតាមបន្តិចបានហើយយើងអត់មានក្លុកអីផ្សេងក្រៅពីអំបិលទេអញ្ចឹងយើងយកទៅក្លុកចឹងហើយដល់ពេលដែលយើងញ៉ាំទៅអាជាតិអំបិលហ្នឹងវាចូលជាមួយនឹងសណ្តែកប្រាំងហ្នឹងគឺវាឆ្ងាញ់ណាបងប្អូនវាមានជាតិចាក់ជាតិគ្នាអញ្ចឹងណាអត់ផុយស្ងោតែ7នាទីទៅ5នាទីគឺអត់ផុយទេមកល្មមឆ្ងាញ់អញ្ចឹងបងប្អូនហើយមានជាតិផ្អែមទៀតបងប្អូនតនេសាករូបមន្តរបស់ខ្ញុំស្ងោសណ្តែកជប៉ុនបែបរបៀបខ្ញុំគឺឆ្ងាញ់ហ្មងរសជាតិគឺនៅផ្អែម